ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងរដ្ឋបាលខេត្តព្រះសីហនុជួបប្រជុំពិនិត្យនិងវិតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមរដ្ឋបាលខេត្តព្រះសីហនុបានរៀបចំកិច្ចប្រជុំស្តីពីការចុះពិនិត្យនិងវិតម្លៃការផ្តល់សេវារដ្ឋបាលតាមអង្គភាពច្រកចេញចូលតែមួយក្រោមអធិបតីភាពអាដាមស៊ូប្រាថ្នាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃនិងអាដាមម៉ាងស៊ីណេតអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញនិងប្រតិបត្តិការផ្ទាល់នៅក្នុងឱកាសនោះអាដាមស៊ូប្រាថ្នាបានមានប្រសាសន៍សង្កត់ធ្ងន់ទៅលើការដាក់ចេញនូវវិធានការកែលម្អឥរិយាបថនិងដោះស្រាយភាពយឺតយ៉ាវនៃការផ្តល់សេវានៅតាមអង្គភាពច្រកចេញចូលតែមួយដែលមិនទាន់ឆ្លើយតបទាន់ពេលវេលាជូនប្រជាពលរដ្ឋអាដាមបានបញ្ជាក់ថាក្រសួងមហាផ្ទៃមានគោលបំណងធ្វើសាមញ្ញកម្មនីតិវិធីពោលគឺកាត់បន្ថយបែបបទឲ្យកាន់តែខ្លីនិងងាយស្រួលពិសេសទៅលើវិស័យរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ដែលពាក់ព័ន្ធផ្ទាល់ទៅនឹងសិទ្ធិទ្រព្យសម្បត្តិនិងសកម្មភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋរាល់បញ្ហាប្រឈមដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំនេះនឹងត្រូវកត់ត្រាដើម្បីយកទៅពិភាក្សានៅថ្នាក់ជាតិក្នុងគោលបំណងសុំគោលការណ៍ណែនាំពីសម្ដេចធិបតីនាយករដ្ឋមន្ត្រីដើម្បីកែលម្អការអនុវត្តមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាពជាការឆ្លើយតបអាដាមម៉ាងស៊ីណេតបានសម្ដែងនូវក្តីសោមនស្សរីករាយនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដែលបានចុះមកពិនិត្យផ្ទាល់ព្រមទាំងផ្ដល់អនុសាសន៍និងការណែនាំសម្ដៅលើកកម្ពស់គុណភាពប្រសិទ្ធភាពតម្លាភាពនិងគណនេយ្យភាពក្នុងការផ្ដល់សេវាអាដាមអភិបាលខេត្តក៏បានជម្រាបជូននៅរបាយការណ៍ជូនអង្គប្រជុំថាអង្គភាពច្រកចេញចូលតែមួយខេត្តព្រះសីហនុត្រូវបានដាក់ឲ្យដំណើរការតាំងពីថ្ងៃទី23ខែកក្កដាឆ្នាំ2018លើវិស័យចំនួន14សម្រាប់បានលទ្ធផលដោយបានផ្ដល់សេវាជូនប្រជាពលរដ្ឋរហូតដល់ខែមិថុនាឆ្នាំ2026នេះបានចំនួន 155,689 សេវាទន្ទឹមនឹងលទ្ធផលសម្រេចបានអាដាមអភិបាលខេត្តក៏បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនដូចជាភាពយឺតយ៉ាវក្នុងការចុះបញ្ជីដីធ្លីលើកដំបូងដែលមិនទាន់ស្របតាមការប្រកាសអន្តរក្រសួងបញ្ហាស្មុគស្មាញខ្លះៗក្នុងការចុះបញ្ជីនៅច្រកអនុគណៈកម្មការវិនិយោគខេត្តនិងការធ្វើវិមជ្ឈការអំណាចប្រតិភូកម្មពីក្រសួងមួយចំនួនដែលមិនទាន់បានពេញលេញព្រមទាំងលក្ខខណ្ឌបច្ចេកទេសមួយចំនួនពាក់ព័ន្ធទៅនឹងការបន្តអាជ្ញាប័ណ្ណអាជីវកម្មខ្នាតតូចដើម្បីដោះស្រាយបញ្ហាខាងលើរដ្ឋបាលខេត្តព្រះសីហនុបានដាក់ចេញនៅសំណុំពរចំនួន3ចំណុចទៅកាន់ថ្នាក់ជាតិរួមមាន1. ស្នើសុំក្រសួងមហាផ្ទៃនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជួយកំណត់តម្លៃលើសេវាកម្មចុះបញ្ជីគម្រោងវិនិយោគដំបូងនៅថ្នាក់ខេត្ត 2. ពិនិត្យលើសមត្ថកិច្ចរបស់មន្ទីរជំនាញដែលមានសិទ្ធិត្រឹមបង្កើតរោងចក្រប៉ុន្តែគ្មានសិទ្ធិអនុញ្ញាតឲ្យដំណើរការ 3. ការងារចេញអាជ្ញាប័ណ្ណបន្តបើគ្មានប័ណ្ណប៉ាល់តង់តើយើងអាចបន្តឲ្យបានឬទេដើម្បីបង្កើនភាពងាយស្រួលដល់អាជីវកម្មខ្នាតតូចបន្ទាប់ពីបានពិភាក្សារួចមកអាដាមស៊ូប្រាថ្នាបានថ្លែងអំណរគុណចំពោះវត្តមានរបស់ថ្នាក់ដឹកនាំនិងសមាជិកនៃអង្គប្រជុំព្រមទាំងបានកោតសរសើរចំពោះថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពឆាប់រហ័សមានតម្លាភាពគណនេយ្យភាពនិងបរិយាបន្ននាពេលកន្លងមកទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់